សួស្តីសម្រាប់អ្នកដែលចង់ធ្វើមេតិកាដែលស្វ័យប្រវត្តិគឺពេលដែលយើងវាមានលេខទំព័រមានចុចអញ្ចឹងហើយយើងចុច control ហើយคลิกមកគឺវាមកដល់កន្លែងកំណត់ដែលយើងឲ្យវាកំណត់ទៀតអញ្ចឹងបាទសម្រាប់ឯកសារគឺយើងមានប្រភេទមេរៀនទុកមុនអញ្ចឹងបាទនេះគឺជាឯកសារដែលយើងវាយហើយបាទប៉ុន្តែមេតិកាយើងអត់ទាន់ generate មកទេអញ្ចឹងយើងចាប់ផ្ដើមបំបែកមេតិកានេះឲ្យវាជា heading អញ្ចឹងយើងគ្រាន់តែ select លើវាទាំងអស់ក៏បានឬក៏យើងចុចលើវាមួយក៏បានដែរហើយយើងយកពាក្យថា heading 1បាទចូល heading 1ហ្នឹងមកហើយយើង select វាម្ដងទៀតបាទវាចុះ heading 1ហើយយើងដូរទៅ font ដែលយើងចង់បដូរឥឡូវខ្ញុំចូលទៅដាក់ឆ្លាក់ឲ្យតម្រឹមកណ្ដាលចុះបាទហើយសម្រាប់ផ្នែកនេះគឺយើងយកអត់អាចយក heading 1ទេកាលណាយើងយក heading 1គឺពេលយើងធ្វើមេតិកាមកគឺវាស្មើគ្នាមេរៀនទី1ហើយ 1.1 វាគួរតែចូល tab ចូលក្នុងបន្តិចអញ្ចឹងយើងយកដាក់ heading 2បាទហើយបន្តយើងតម្រឹមពណ៌ខ្មៅ font 12មូលឡាយឆ្លាក់អញ្ចឹងមកបាទហើយ 1.2 ក៏យើងធ្វើដូចគ្នាអញ្ចឹងបាទ heading 2ដូចគ្នាហើយយើងចូលមកមូលឡាយទំហំ12ពណ៌ខ្មៅអញ្ចឹងឧទាហរណ៍ថាខ្ញុំធ្វើប៉ុណ្ណឹងសិនយើងពេលដែលយើងដាក់ heading ហើយយើងចាប់ផ្ដើមយក cursor របស់យើងមកទុកខាងលើនេះទុកខាងលើនេះមកយើងចូលពាក្យថា reference យើង table of content ហើយយើងយកលើគេនេះមកឲ្យវាចេញប្រភេទ automatic អញ្ចឹងវាចេញតម្រងមកអញ្ចឹងពេលដែលចេញតម្រងមកយើងអាចប្រិចព្រម font អីតាមជាក់ស្ដែងបានឥឡូវឧទាហរណ៍ខ្ញុំដូរដល់ font 12ចុះបាទឃើញទេវាមានចេញទាំងចុចមានទាំងលេខទំព័រមួយទៀតឥឡូវខ្ញុំចាប់ផ្ដើមធ្វើតសួរថាមេរៀនទី1បើយើងយក heading 1ដូចគ្នាគឺ 1.1 នេះវាត្រូវស្មើគ្នាប៉ុន្តែយើងចង់ឲ្យ 1.1 នេះគឺចូលបន្ទាន់បន្តិចអញ្ចឹងមកយើងយក heading 2អញ្ចឹងចូលមកដល់ចំណុចបន្តទៀតគឺ 1.3 ប៉ុន្តែនៅក្នុងកន្លែង 1.3 នេះយើងអាចប្រើ format painter ទៅក៏បានដែរដើម្បីគូសបាទគូសយកតែម្ដងហ្នឹងគឺលឿនបាទហើយសម្រាប់មេរៀនទី2នេះគឺយើងចូល heading 1ដូចគ្នាបាទយើងអត់យក heading 2ទេដោយសារ heading 2វាចូលក្នុងអញ្ចឹងយើងចង់ឲ្យមេរៀនទី1និងមេរៀនទី2គឺវាតម្រឹមស្មើគ្នាអញ្ចឹងមកយើងយក heading 1ដូចគ្នាបាទខ្ញុំជ្រើសរើសសិនពណ៌ទី12មូលឡាយមកតម្រឹមកដាលចឹងមកហើយសម្រាប់ 2.1 គឺយើងធ្វើដូចគ្នាប៉ុន្តែបើយើងចង់លឿនយើងអាចប្រើ format painter ទៅចុចលើ 1.3 នេះមកយើងយកមកគូសនៅខាងក្រោមមកបាទគូសមកបាទយើង format painter បាទអញ្ចឹងគូសអញ្ចឹងលឿនបាទសម្រាប់យើងរៀបចំមាន 20-30 មេរៀនអីពីចំណាយពេល template ដើម្បីធ្វើមេតិកាគឺលឿនមែនតើអញ្ចឹងយើងទៅ update មើលយើងចុចលើហ្នឹងមកយើងយកពាក្យថា update គឺមាន2 update គឺមាន2គឺខាងលើគឺ update page number ខាងក្រោមគឺ update តារាងទាំងមូលអញ្ចឹងខ្ញុំយកពាក្យថាតារាងទាំងមូលបាទអញ្ចឹងគឺវាចេញមកព្រោះណាមេរៀនទី1មេរៀនទី2បាទអញ្ចឹងខ្ញុំទៅធ្វើឲ្យអស់ចាំយើងមកកែសម្រួលតែម្ដងគឺត្រឹមត្រូវតែម្ដងអញ្ចឹងចូលដល់មេរៀនទី3យើងចុចលើនេះមកចូលលើមេរៀនទី2មកហើយយើងអូដាក់តែម្ដងលឿនបាទនេះគេហៅថា format painter យើងចម្លង format បាទយើងតាមចម្លងសិនហើយទីនេះអាចយកថែមតែចូលដល់ 3.1 កន្លែងនេះយើងអាចប្រើ3ចុចយើងអាចប្រើ heading 2បានទេកាលណាយើងប្រើ heading 2គឺ3.3 នេះវាមានកូនចៅរបស់វា2នេះមាន2មេរៀនតទៅខាងក្នុងណាអញ្ចឹង2មេរៀននេះយើងអាចយកដល់ heading 3បានបាទយើង select ទាំងពីរមកទៅចូល heading 3ទាំងពីរបាទចឹងខ្ញុំដូរ font ទៅឆ្លាក់ទំហំ12ចុះហើយពណ៌ខ្មៅបាទហើយខ្ញុំអត់ត្រូវការដិតទេបាទធម្មតាអញ្ចឹងខ្ញុំចាប់ផ្ដើមទៅ update បន្តខាងលើចូល update មកហើយយកអញ្ចឹងយើងបានមេរៀនទី3ចេញមកអញ្ចឹងយើងចាប់តាម select font របស់វាទាំងអស់ខាងលើហ្នឹងមកទំហំ12ទាំងអស់គ្នាបាទអញ្ចឹងមេតិការបស់យើងគឺយើងធ្វើរួចរាល់ហើយកន្លែង content នេះបើយើងអត់ត្រូវការទេយើងអាចលុបចោលបានយើងអាចសរសេរពាក្យថាមេតិកាអញ្ចឹងមកបាទតម្រឹមកដាលទំហំ
phone đọc pi rồi có đọc buôn đọc mỗi tam dịch đấy bỏ không tới bạn hơi trong trong bà hai môi tiền đấy cả này tha pe đại dương khổ ô tô ho tha cai điệp cho môn pe thọ video pre production dứng pe đại dương ô tô đại dương sẽ copy á dương ở cai lên thì cái dương cai mà lên hàng cào nàyแล้วô tô đặc trong thà chụp đồ miền thì mùi cai điệp cho môn pe thọ video pre production video ô tô nó như tham video môi tiền cho bà hơi cho đọc lại ní dương update máu cứ vi tiền cho này một về nhà coi nhé video của tôi này cứ thay mày tại cái này những update cứ vi lọt một phần đá mình chân select vi là vậy ạ đồ màu thông ana vì màu và tầm hồng lại cho máu và ai สำหรับ มีเรียนนี่คือแต่ปนแต่ออกคนชนะสำหรับการตัวสนา